ដែលយើងសម្លឹងទៅឃើញធំជាងគេបំផុតនោះគឺការបដោតទៅលើសិល្បៈវប្បធម៌ហើយមួយវិញទៀតគឺយើងចង់ឲ្យទីផ្សារសិល្បៈប្រទេសកម្ពុជារបស់យើងនៅពេលដែលក្មេងៗចំនួនក្រោយមកគឺគាត់ច្បាស់ជាមួយសិល្បៈចាំមិនមែនតាមខ្សែមិនមែនតាមការលើកជើងមិនមែនតាមការសដោងឡើងប៉ុន្តែឲ្យគាត់ឡើងដោយសមត្ថភាពដែលជាអ្នកសិល្បៈយ៉ាងពិតប្រាកដចេញពីសាលាសិល្បៈយ៉ាងពិតប្រាកដហើយយើងចង់ឲ្យពុកម៉ែបងប្អូនដែលស្រឡាញ់អាជីពសិល្បៈឬក៏ពុកម៉ែបងប្អូនដែលចង់ឲ្យកូនដើរនៅលើផ្លូវសិល្បៈចង់ឲ្យគាត់ផ្ដល់តម្លៃទៅលើសាលាសិល្បៈពីព្រោះសាលាសិល្បៈនៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលបច្ចុប្បន្ននេះមានតែមួយគត់ធំជាងគេបំផុតគឺសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបន្ទាប់មកគឺយើងមានសាខាដូចជាក្លឹបសិល្បៈអីផ្សេងអញ្ចឹងទៅយើងមិនសូវជាមានសុខសាយប្រមាណនេះតកតងជាមួយនឹងក្លឹបសិល្បៈដូចជាសាលាសិល្បៈដូច្នេះហើយចង់ឲ្យបងប្អូនទាំងអស់គ្នាជួយផ្ដល់តម្លៃទៅឲ្យអ្នកដែលគេចេញពីសាលាសិល្បៈពិតប្រាកដក៏ដូចជាសូមឲ្យងាកមកចាប់អារម្មណ៍ជាមួយនឹងការហាត់រៀនដែលចេញពីមូលដ្ឋានគ្រឹះសិល្បៈយ៉ាងពិតប្រាកដវាមិនមែនជារឿងឈឺចាប់នៅពេលដែលយើងគិតថាមានខ្សែមានសឡោងអីបងប្អូននិយាយអញ្ចឹងទើបយើងក្នុងនាមយើងជាអ្នកសិល្បៈម្នាក់ដែលយើងឈឺចាប់មិនមែនទេគឺចេតនារបស់យើងគឺចង់ឲ្យបងប្អូនផ្ដល់តម្លៃឲ្យអ្នកដែលបានចេញពីសាលាសិល្បៈយ៉ាងត្រឹមត្រូវតែម្ដងយើងមើលឃើញថាប្រទេសជិតខាងរបស់យើងក៏ជាខាងប៉ែកអឺរ៉ុបតើតែអ្នកនឹងចេញពីសាលាសិល្បៈចេញពីសាលាកុនទៅគេយកមកថតកុនអញ្ចឹងហើយទើបនេះខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាឲ្យតម្លៃទៅលើអ្នកសិល្បៈដែលមានក្រឹតក្រមក្បួនខ្នាតត្រឹមត្រូវពីព្រោះយើងតែងតែនិយាយថាអូយកុនខ្មែរអត់ល្អមើលទេអូយកុនខ្មែរតួកុនលេងកើតសោះចាវាអាចមកពីកតាខ្សែវាអាចមកពីកតាអត់មានសិល្បៈសោះតែមានខ្សែយោងអញ្ចឹងហើយទើបធ្វើឲ្យវិស័យភាពយន្តខ្មែររបស់យើងកាន់តែដំដោនចុះទៅពីមួយថ្ងៃទៅមួយថ្ងៃយើងតែងតែល្អថាមិនបានកុនគេល្អមើលមិនបានកុនខ្មែរមិនល្អមើលអាហ្នឹងគឺវាមកពីកតានឹងដែរចាកតាអ្នកសិល្បៈដែរអញ្ចឹងបាទខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាឬក៏បងផលិតករជួយឲ្យតម្លៃទៅលើអ្នកដែលចេញពីសិល្បៈត្រឹមត្រូវជាពិសេសបើសិនជាថតរឿងរបាំបុរាណហើយយកគេអ្នកចេញមកពីអ្នករបាំមកអ្នករបាំមកលើស្អាតច្រើនណាស់ហើយគេក៏ចេះបកកាយសម្ដែងដែរព្រោះអ្នកដែលមានបាតសិល្បៈគឺអត់ពិបាកអីនៅក្នុងការសម្ដែងសារព័ត៌មានការពិតញូព័ត៌មានពិតក្នុងដៃអ្នក